ស្រឡាញ់គ្នាយូរៗមានអារម្មណ៍ថាស្រឡាញ់គេតែម្នាក់ឯងតែសង្សារដូចជាអត់យល់ពីទំហំនៃសេចក្តីស្រឡាញ់របស់យើងសោះសៀវភៅមួយក្បាលនេះនឹងជួយឲ្យយើងស្វែងយល់ពីស្នេហាមួយកម្រិតទៀតថ្ងៃនេះខ្ញុំចង់ចែករំលែក3ចំណុចសំខាន់ៗដែលខ្ញុំបានរៀនពីសៀវភៅ The Five Love Languages របស់ Dr. Gary Chapman សៀវភៅនេះបានពន្យល់ថាមនុស្សផ្សេងគ្នាអាចមានភាសានៃសេចក្តីស្រឡាញ់ខុសៗគ្នាដែលហេតុថាយើងមានភាសានៃសេចក្តីស្រឡាញ់ទី1របស់យើងនឹងរៀងៗខ្លួនហើយភាសាទី1នេះជាភាសាដែលយើងមានអារម្មណ៍ទទួលបានសេចក្តីស្រឡាញ់ខ្លាំងជាងគេតែបញ្ហានឹងត្រង់ថាមនុស្សដែលយើងស្រឡាញ់អាចនឹងមានភាសាស្នេហ៍ទី1នឹងខុសពីយើងហើយទង្វើនៃសេចក្តីស្រឡាញ់វាមានប៉ុន្តែយើងនឹងមានអារម្មណ៍ថាដូចអត់ទទួលបានអ្នកនិពន្ធនឹងលោកបានលើកឡើងថាភាសានៃសេចក្តីស្រឡាញ់មាន5ទី1 word of affirmation ដែលសភៅខ្លះបកប្រែខ្មែរថាពាក្យពេចន៍អះអាងអាចនិយាយថាពាក្យពេចន៍សរសើរទី2គឺ quality time ដែលខ្មែរយើងសភៅខ្លះបកប្រែថាពេលវេលានៅជាមួយគ្នាទី3 receiving gift គឺការទទួលបានអំណោយហើយទី4 act of service គឺជាសកម្មភាពនៃការបម្រើហើយទី5ហ្នឹងគឺ physical touch ការប៉ះពាល់ផ្នែករូបរាងកាយទាំងអស់ហ្នឹងវាអត់មានមួយណាសំខាន់ជាងមួយណាទេសំខាន់យើងសង្កេតទៅឃើញថាភាសាមួយណាជាភាសាស្នេហ៍ភាសានៃសេចក្តីស្រឡាញ់ហ្នឹងរបស់ដៃគូយើងហើយអ្នកនិពន្ធហ្នឹងក៏គាត់បានលើកឡើងថាស្នេហាវាតែងតែមានដំណាក់កាល honeymoon phase មានន័យថាដំណាក់កាលក្បាលដំបូងហ្នឹងគឺយើងស្រឡាញ់គ្នាខ្លាំងណាស់គឺយើងមើលអ្វីក៏ល្អដែរពីគ្នាហ្នឹងតែនៅពេលដែលផុតតាមដំណាក់កាល honeymoon phase ហ្នឹងទើបយើងដឹងថាសេចក្តីស្រឡាញ់មិនមែនត្រឹមតែអារម្មណ៍ទេតែផុតទៅវាជាអ្វីដែលយើងត្រូវបដិញ្ញាចិត្តអនុវត្តភាសានៃសេចក្តីស្រឡាញ់របស់ដៃគូយើងហើយសកម្មភាពតូចនានាណាឲ្យតែនៅក្នុងភាសារបស់គាត់គឺវាមានន័យធំសម្រាប់គាត់មានន័យថាយើងធ្វើបន្តិចតែត្រូវអាចផ្លាស់ប្ដូរជីវិតស្នេហាយើងបានសភៅនេះសម្រាប់នរណាគេខ្លះគឺមែនទៅមិនត្រឹមតែជាសម្រាប់ប្តីប្រពន្ធសង្សារទេសូម្បីតែមិត្តភក្តិហើយនឹងគ្រួសារយើងផ្ទាល់ក៏យើងអាចសង្កេតមើលភាសានៃសេចក្តីស្រឡាញ់របស់ពួកគាត់ហើយយើងអនុវត្តភាសានឹងបានដែរគឺសម្រាប់នរណាដែលចង់បង្ហាញពីសេចក្តីស្រឡាញ់របស់យើងហ្នឹងឲ្យបានច្រើនជាងមុនទៅកាន់មនុស្សជុំវិញខ្លួនស្នេហាពេលខ្លះមិនបញ្ចប់ដោយសារតែយើងអស់ចិត្តទេពេលខ្លះវាអាចមកពីយើងនិយាយភាសានៃសេចក្តីស្រឡាញ់របស់ដៃគូយើងហ្នឹងវាអត់ត្រូវអញ្ចឹងខ្ញុំព្យាយាមសង្កេតមើលតើភាសានៃសេចក្តីស្រឡាញ់របស់ដៃគូយើងជាអីគេហើយយើងរៀនពីភាសាទី1របស់គាត់ដើម្បីបំពេញនៃសេចក្តីស្រឡាញ់ទៅកាន់គាត់ទាំងអស់គ្នា